សួស្តីប្រិយមិត្តទស្សនិកជនជាទីមេត្រីបងប្អូនបាទជួបជាមួយខ្ញុំអេដមីនសវណ្ណម្ដងទៀតហើយនៅក្នុងការប្រកួតឬក៏តម្រុយគូបាល់ពិសេសអេដមីនចែកជូនបងប្អូនលេងនៅក្នុងក្រុមវងបាល់ឬក៏ក្នុងវីដេអូនេះតែម្ដងបងប្អូនបាទយប់នេះមិនមែនមួយគូមិនមែនពីរគូគឺ4គូបាទនៅក្នុងលីករបស់ English Premier League ផងដែរក្នុងពានរង្វាន់នេះបាទជុំទី24នៃការប្រកួតនេះតែម្ដងបងប្អូនបាទយប់នេះក៏មានការប្រកួតច្រើនតែអេដមីនសូមលើកយកទៅ4គូទេនៅក្នុងក្រុមបងបាល់នៅក្នុងក្រុមបងបាល់អេដមីនតម្លាក់ច្រើនណាស់តែអេដមីនឲ្យបងប្អូនបាទលេងកំសាន្តទាំងគ្នាបាទសុបសៀងអាស្រ័យលើបងប្អូនវិនិយោគទាំងគ្នាបាទតោះមុននឹងចូលទៅតម្រុយគូបាល់អេដមីនសូមឲ្យបងប្អូនចុចទៅលើ bio TikTok របស់អេដមីនឬក៏ description នៅលើ Facebook page អេដមីនធ្វើគូតម្លាក់ជារៀងថ្ងៃចែកជូនបងប្អូនលេងទាំងគ្នាបាទយប់នេះគូទី1ជុំទី24បាទ Brighton ត្រូវប៉ះគ្នាជាមួយនឹង Everton បងប្អូនបាទយប់នេះ Brighton រៀងតឲ្យទៅលើ Everton រៀងតែមួយគ្រាប់75ទេបាទឬក៏មួយគ្រាប់បាទ0.75ឬក៏មួយគ្រាប់បងប្អូនបាទអធិស្ឋានភ័យទោសផងដែរបាទហើយគូទី2 Leeds United ត្រូវប៉ះគ្នាជាមួយនឹង Arsenal កំភ្លើងធំបាទគូនេះ Arsenal កំភ្លើងធំនៅតែឈរកម្ពុជាតារាងលេខ1ដដែលបងប្អូនបាទមានទៅដល់50ពិន្ទុនៅក្នុងដៃបាទហើយLeeds United នៅខាងក្រោមបាទក្រោមតែម្ដងបាទហើយបើ Arsenal សុំទោសបងប្អូនបាទតោ Q Chelsea បាទត្រូវប៉ះគ្នាជាមួយនឹង Wolverhampton United បាទ Wolverhampton United បើសិននិយាយពី Chelsea វិញបាទ Chelsea ឈរនៅលេខរៀងទី5មានតែ37ពិន្ទុនៅក្នុងដៃទេបើ Wolverhampton នៅខាងក្រោមបាតតារាងអានោះបងប្អូនបាទមានតែ20ពិន្ទុទេបាទគូនេះលៃលោកមើលតាមការគួរបានបងប្អូនបាទហើយបើនិយាយពី Liverpool ឈរនៅលេខរៀងទី6មានតែ36ពិន្ទុនៅក្នុងដៃអូស្រាMM ដែរបងប្អូនបាទបើតម្រូវគូបាល់អេដមីនយប់នេះអេដមីនសូមឲ្យបងប្អូនលេងទៅខាងបាទគូទី1លេង over ក៏បានវាយទៅខាង Brighton ក៏បានដែរបងប្អូនបាទ Brighton នេះក៏មានភាគរយឈ្នះច្រើនបាទហើយគូទី2អេដមីនឲ្យលេង Arsenal over ក៏បានបាទលេង Arsenal ក៏បាន over ក៏បានដែរហើយគូទី2តោ Q Chelsea ដឹងតែមានភាគរយឈ្នះច្រើនហើយគូទី4ឲ្យលេងទៅខាង Liverpool ក៏បាទ Liverpool នេះក៏មានភាគរយបាទអាចទទួលយកបានបាទមាន36ពិន្ទុនៅក្នុងដៃបាទបើនិយាយពីការឈ្នះរបស់ Liverpool ក៏មានភាគរយឈ្នះច្រើនក្នុងលីកផ្សេងៗផងដែរបងប្អូនបាទតោះតម្រុយគូបាល់អេដមីនឲ្យតែប៉ុណ្្នឹងទេកុំភ្លេចបាទវិនិយោគតាមការគួរឬក៏តាមអេដមីនក៏បានតាមបេះដូងខ្លួនឯងក៏បាន